អសានវត្តត្រូវបានបញ្ចប់ហើយនៅថ្ងៃនេះក៏ប៉ុន្តែមេតបអាកាសរបស់ប្រទេសថៃប្រមានផ្ទុះអាវុធសារជាថ្មីជាលើកទី2ម្ដងទៀតជាមួយកម្ពុជានៅតំបន់នងច័ន្ទហានិភ័យនេះធ្ងន់ធ្ងរណាស់ថាតើកម្ពុជាថៃនឹងផ្ទុះសង្គ្រាមធំនៅតាមព្រំដែនជាថ្មីម្ដងទៀតឬទេនេះគឺជាអត្ថបទវិភាគមួយដែលនឹងជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីអសានវត្តនាថ្ងៃនេះបាទយប់ហើយគឺថ្ងៃទី10តុលា2025ម៉ោង 10:51 នាទីណាចឹងទេអសានវត្តនេះវាបញ្ចប់ហើយក៏ប៉ុន្តែមានន័យថាម៉េចវាមិនទាន់បញ្ចប់នោះទេគឺវានឹងធ្វើរឿងដាក់ប្រជាជនកម្ពុជាអ្នករស់នៅភូមិព្រៃច័ន្ទភូមិជោគជ័យអីហ្នឹងអាចផ្ទុះស្ថានភាពក្តៅបន្ថែមទៀតក៏ថាបានដែរក៏ប៉ុន្តែចង់ជម្រាបជូនដំណឹងត្រួសខ្លីៗពាក់ព័ន្ធទៅនឹងស្ថានភាពនាថ្ងៃទី10តុលានេះសង្ខេបបែបខ្លីទេទៅកាន់ប្រិយមិត្តបងប្អូនទាំងអស់គ្នាពីមុនឈានទៅរកការវិភាគតើវាអាចផ្ទុះស្ថានភាពសង្គ្រាមជាលើកទី2កម្ពុជាថៃដែរឬអត់ណាក្រុមអ្នកសង្កេតការអន្តរការ IoT នាថ្ងៃនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញគ្រឿងចាក់ប្រទេសថៃចូលឈូសឆាយដីធ្លីស្រែចម្ការស្រស់តែម្ដងបាទនេះឃើញជាក់ស្ដែងនឹងភ្នែកបាទហើយទាញកាមេរ៉ាយកមកថតទៀតផងនេះគឺ IoT ណាខាងអាស៊ានប្រទេសម៉ាឡេស៊ីដែលដឹកនាំមកឃើញជាក់ស្ដែងនឹងភ្នែកទាញកាមេរ៉ាមកថតប្រមូលផោះតាំងនានាទុកជាន់កវាសំពើក្បាលវានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីជាកិច្ចប្រជុំអាស៊ានមានថ្នាក់ដឹកនាំប្រទេសចិនអាមេរិកលោកដូណាល់ត្រាំមកចូលរួមផងដែរណាអញ្ចឹងទេទុកប្រមូលផោះតាំងទាំងអស់នេះទៅឲ្យលោកដូណាល់ត្រាំបានដឹងហើយដាក់សម្ពាធទៅកាន់ពួកវាចោលសៀមចង្រៃនឹងឯងឥឡូវនេះលហិចលហៀងដូចជាអ្នករកស៊ីថៃមួយចំនួនហ្នឹងកំពុងតែត្អូញត្អែដាក់ប្រទេសថៃរដ្ឋមន្ត្រីការបរទេសថៃណាថាឲ្យជួយផងពាក់ព័ន្ធទៅនឹងការបើកច្រកព្រំដែនឡើងវិញដោយសារតែពួកគាត់នេះកំពុងតែដាច់យ៉ៃកំពុងតែត្អូញត្អែយំស្រែកគ្រប់តែគ្នាហើយយកអាករណីទាំងអស់ហ្នឹងប្រាប់ទៅខាងក្រសួងការបរទេសគេចេញមកនិយាយហើយចង់ប្រជុំដោះស្រាយចំពោះរឿងបើកព្រំដែនឡើងវិញនេះក៏ប៉ុន្តែវីដេអូមួយคลิปទៀតខ្ញុំនឹងធ្វើចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាតើវាមានន័យថាម៉េចណាឥឡូវយើងនិយាយអំពីរឿងនេះសិនការបង្ហោះសម្ដែងបែបខ្លីរបស់បណ្ឌិតគិនភីមានការឈឺចាប់យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងស្ថានភាពការពីព្រឹកមិញដែលពួកវាឈូសឆាយដីធ្លីប្រជាពលរដ្ឋខ្មែរនៅតំបន់ព្រៃច័ន្ទដោយសរសេរដូចនេះថាដីមួយចំអាមណាក៏មានឈាមដូនតារបស់យើងដែរយើងនឹងក្លាយទៅជាដូនតានៃអ្នកចំនួនក្រោយរបស់យើងមិនដឹងថាតើអ្នកចំនួនក្រោយរបស់យើងនឹងសរសេរអំពីយើងបែបណាទៅបងប្អូនទាំងគ្នាយល់យ៉ាងម៉េចដែរតើអ្នកចំនួនក្រោយនឹងសរសេរប្រវត្តិរបស់យើងបែបណាដោយសារតែស្ថានភាពនេះវាកំពុងតែប្លន់យកទឹកដីរបស់យើងហើយអ្នកចំនួនក្រោយរបស់យើងនឹងសរសេររៀបរាប់ប្រាប់កូនចៅរបស់គេថាម៉េចបាទក្នុងចំនួនរបស់យើងនឹងមានន័យថាម៉េចថៃទន្ទ្រានឈ្លានពានយកទឹកដីអានេះគឺគាត់ចង់និយាយចឹងណាពពួកសត្វទេរឆានវាឈូសឆាយដីខ្មែរយើងហើយទើបវារាវមានជាក្រោយរឿងនេះក៏មានការប្រតិកម្មដែរវាឈូសឆាយដីខ្មែរហើយបានវាទៅរាវរឹកមីនបាទតើមីនខ្មោចម៉ែវាស្អីយកមកដាក់ពីពេលណាបើទីនឹងប្រជាពលរដ្ឋខ្មែរយើងរស់នៅដោយសុខសាន្តរាប់ចំនួនសតវត្សមកហើយនោះបាទនេះគឺជាសំណួរមួយចោទសួរទៅកាន់ភាគីថៃមានចោលមរាយម៉ែហើយស្អីដាក់នៅទីនឹងគេរស់នៅមកអាយុហើយមានផ្ទុះស្អីផងហើយវាឈូសឆាយដីហើយបានទៅរាវមីនសំដែងណាសំដែងចំណុចនេះគឺវាកំពុងតែថតកាមេរ៉ាថតយករូបភាពហ្នឹងទៅបញ្ចុះផ្សាយនេះល្បិចវាហើយវាអាចផ្ទុះស្ថានភាពក្តៅបន្ថែមទៀតក៏ថាបានដែរអាផ្ទុះហ្នឹងគឺវាអត់ថតទេហ្នឹងល្បិចថៃប៉ុន្តែម្ដងបាទប៉ុន្តែការសំដែងរឿងធ្វើជារឿងភាគឲ្យខ្មែរតាមដានតែពេលតតភាពជាក់ស្ដែងគឺប៉ុនដូចតែគ្នាទេសម្បីតែឈូសឆាយដីរាវមីនថ្ងៃមិញបាទប្រជាពលរដ្ឋខ្មែរយើងសោចអារឿងហ្នឹងដែលវាកំពុងតែសំដែងអើយដល់កតែមកឥឡូវនេះចូលមកដល់ប្រធានបទរបស់យើងវិញម្ដងប្រិយមិត្តពាក់ព័ន្ធថាតើផ្ទុះកម្ពុជាថៃនឹងផ្ទុះសង្គ្រាមធំនៅព្រំដែនជាថ្មីម្ដងទៀតដែរឬអត់បាទជាលើកទី2ណានៅក្នុងនោះមេបញ្ជាការកងទ័ពថៃថ្ងៃនេះប្រកាសត្រៀមខ្លួនសម្រាប់ចំនួនព្រំដែនជុំទី2នៅថ្ងៃទី10តុលានៃឧត្តមសេនីយ៍អាកាសសិក្សាកាន់ថាមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃបានប្រមានអំពីលទ្ធភាពនៃការផ្ទុះការប្រយុទ្ធគ្នាជាជុំទី2នៅតាមព្រំដែនកម្ពុជាថៃលោកបានបញ្ជាក់ពីគោលនយោបាយទូទៅដូចនេះថាកងទ័ពត្រូវតែត្រៀមខ្លួនរួចជាស្រេចមានកាតព្វកិច្ចអនុវត្តវិធានការតបតម៉ែឯងណាធ្វើស្អីឯងបើមានឧបទ្ទហេតុមិនបានរំពឹងទុកកើតឡើងជុំវិញការត្រៀមលក្ខណៈនៅតំបន់នងច័ន្ទនងយ៉ាកែវលោកបានឆ្លើយថាកិច្ចប្រជុំមេបញ្ជាការបានពិភាក្សាលើទស្សនវិជ្ជារួមបណ្ណោះរាល់ផែនការលម្អិតត្រូវបានប្រកល់ជូនអង្គភាពជំនាញដែលទទួលខុសត្រូវលើតំបន់នោះជាអ្នកគ្រប់គ្រងសរុបមកសេចក្តីថ្លែងការណ៍នេះបានបង្ហាញថាកងទ័ពអាកាសថៃផ្នែក F16 ណាកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់មានន័យថាម៉េចប្រុងប្រយ័ត្នខ្ពស់ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងតែបន្តនៅតាមព្រំដែនបាទនេះក្រោយពីវាឈូសឆាយវារាវមីនហើយទ័ពអាកាសនេះវាចេញមកគម្រាមយើងនៅក្នុងការផ្ទុះសង្គ្រាមសារជាថ្មីជាលើកទី2នេះឥឡូវខ្ញុំព្យាករនឹងធ្វើការវិភាគចំនួនព្រំដែននេះថាតើវានឹងកើតឡើងជាលើកទី2ដែរឬអត់ផ្
អាចទៅលើសេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងទ័ពអាកាសថៃដែលខ្ញុំបាននិយាយមិញណាហើយមួយទៀតពាក់ព័ន្ធទៅនឹងសកម្មភាពនៃការដាក់ពង្រាយកម្លាំងប៉ូលីសថៃដោយដែលបានរៀបរាប់អំបញ្ញមិញលទ្ធភាពនៃការផ្ទុះចំនួនប្រដាប់អាវុធជុំទី2រវាងកម្ពុជាថៃគឺមានកម្រិតខ្ពស់និងកំពុងតែឡើងកម្ដៅផងដែរសូមសែកជាបន្ទាន់ពាក់ព័ន្ធទៅនឹងរឿងនេះទី1ហេតុផលចង្អុលបង្ហាញទៅរកការផ្ទុះចំនួនឡើងវិញការទទួលស្គាល់ថាមានជុំទី2មានថាម៉េចអាចផ្ទុះសង្គ្រាមជាលើកទី2ការអះអាងរបស់មេបញ្ជាការកងទ័ពអាកាសរុកនេះគឺលោកឧត្តមសេនីយ៍ផ្នែកអាកាសសិក្សាបានប្រើពាក្យថាអាចនឹងមានការប្រយុទ្ធគ្នាជាជុំទី2នេះបញ្ជាក់យ៉ាងច្បាស់ថាចំនួនប្រដាប់អាវុធដ៏ធំមួយបានកើតឡើងរួចទៅហើយកាលពីលើកមុនកាលពីខែកក្កដា2025ណាហើយថ្នាក់ដឹកនាំយោធាថៃកំពុងតែរៀបចំផែនការសម្រាប់ជុំបន្ទាប់អានេះគឺវាកំពុងតែរៀបជើងព្រួលត្រៀមនៅក្នុងការធ្វើរឿងបន្ទាប់គោលនយោបាយត្រៀមខ្លួនដូចជាស្រេចការបញ្ជាក់ថាកងទ័ពត្រូវតែត្រៀមខ្លួនជានិច្ចនឹងមានកាតព្វកិច្ចអនុវត្តតាមបញ្ជាគឺជាសញ្ញាថាកម្លាំងយោធាថៃកំពុងតែស្ថិតក្នុងស្ថានភាពប្រងជើងការកម្រិតខ្ពស់បំផុតអានេះខ្ញុំបកស្រាយ clear មួយដែលខ្ញុំជម្រាបពីខាងដើមមិញចំណុចក្តៅថ្មីគឺជាការអនុវត្តច្បាប់នៅតាមព្រំដែនអសានវត្តនិងការដាក់ពង្រាយកម្លាំងរឿងនេះការផុតកំណត់នៃអសានវត្តគឺផុតហើយណាដើម្បីអនុវត្តច្បាប់តាក់ទងនឹងការជំលះប្រជាជនចេញពីតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទដែលជាតំបន់មិនទាន់កំណត់ព្រំដែនច្បាស់លាស់នៅឡើយគឺជាកត្តាជំរុញឲ្យស្ថានភាពប្រែប្រួលសកម្មភាពជាក់ស្ដែងការដាក់ពង្រាយកម្លាំងនគរបាលចំនួន6កងរួមទាំងឧបករណ៍ដើម្បីពង្រឹងសន្តិសុខគឺជារបៀបវារៈមួយដែលតម្រូវឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកម្លាំងសន្តិសុខថៃនិងអ្នកដែលមិនព្រមចាក់ចេញពីតំបន់នោះតាមតែវាចេញបញ្ជាចង់សម្ដៅទៅលើអ្នកភូមិអ្នកស្រុករស់នៅព្រៃច័ន្ទជោគជ័យនឹងឯងគឺគាត់មិនទៅណាទៅណីទេស៊ូស្លាប់នៅទីនឹងនឹងឯងតាមរបាយការណ៍បន្ថែមគេឃើញមានការប្រមូលផ្ដុំរបស់ទ័ពនិងប្រជាពលរដ្ឋកម្ពុជានៅព្រៃច័ន្ទដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងបាទប្រមូលផ្ដុំស្អីគឺគាត់រស់នៅនឹងធម្មតាហ្នឹងគ្មានមកប្រមូលផ្ដុំស្អីផងបាទរស់នៅធម្មតាមានតែអ្នកសារព័ត៌មានកម្ពុជាលោកសានបន្ទឿន Fresh News បាទលោកស្អីគេមួយទៀតកាន់ page Michael Avro បាទទី2ការវិភាគលើភាពធ្ងន់ធ្ងរនៃចំនួននេះភាពតានតឹងផ្ទៃក្នុងរវាងភាគីទាំងពីរកំពុងតែឡើងកម្ដៅចំនួនព្រំដែនមានឫសគល់យូរអង្វែងរឿងរ៉ាវនេះវាមានយូរយារមកហើយតាំងពីឆ្នាំណា1904 1907ដែលមានសន្ធិសញ្ញាប្រាំងសៀមកើតឡើងបាទដែលមិនទាន់ដោះស្រាយទាំងស្រុងក្រោយពីបទឈប់បាញ់នៅខែកក្កដាឆ្នាំ2025ការតានតឹងឬក៏ភាពតានតឹងមិនបានរលត់រលាយទៅណានោះទេតែគ្រាន់តែបន្ធូរបន្ថយបន្ទោសអាសន្នតែប៉ុណ្ណោះភាគីថៃកំពុងតែអនុវត្តគោលការណ៍ដ៏តឹងរ៉ឹងក្នុងការការពារអធិបតេយ្យភាពរបស់ថៃតាមការយល់ឃើញរបស់ថៃដោយការប្រើអសានវត្តនិងការដាក់ពង្រាយកម្លាំងលើតំបន់ជោគជ័យភូមិព្រៃច័ន្ទអីហ្នឹងអានេះគឺជាការយល់ឃើញវាគិតថាតំបន់ដីទាំងអស់នោះគឺជាដីរបស់វាដោយវាមើលផែនទីខ្នាត1លើ50,000ផែនទីចោលហ្នឹងភាគីកម្ពុជាឯនោះវិញនឹងប្រកាន់ជំហរក្នុងការការពារបូរណភាពទឹកដីនិងផលប្រយោជន៍របស់ប្រជាជនពលរដ្ឋរបស់ខ្លួនបាទកម្ពុជាយើងគឺការពារហើយការពារប្រជាពលរដ្ឋដែលរស់នៅទីនោះណាភាគច្រើននៃអ្នកវិភាគយល់ឃើញថាការផ្ទុះអាវុធអាចនឹងកើនឡើងជាថ្មីម្ដងទៀតដោយផ្ដោតទៅលើចំណុចដែលកម្លាំងទាំងពីរនៅគៀកប្រកាត់គ្នាតាមបណ្ដោយព្រំដែនមិនទាន់បញ្ចុះខណ្ឌសីមានៅឡើយចំនួននេះនឹងមានលក្ខណៈស្រដៀងទៅនឹងចំនួនកន្លងមកគឺការប្រើប្រាស់កាំភ្លើងធំនិងអាវុធធន់ធ្ងន់រយៈពេលខ្លីនិងមានការខូចខាតយ៉ាងខ្លាំងផងដែរសង្គ្រាមពេញលេញវាមិនទំនងទេដែលចំនួននឹងរីករាលដាលคล้ายទៅជាសង្គ្រាមទ្រង់ទ្រាយធំយូរអង្វែងដោយសារតែរឿងអីទី1សម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរាល់ថ្ងៃនេះប្រជាពលរដ្ឋថៃកំពុងតែស្រែកទៅហូរយំពាក់ព័ន្ធរឿងបាទខាតបង់លុយកាក់រកស៊ីណាដោយសារតែពួកយោធាថៃវាធ្វើសង្គ្រាមនឹងឯងនិងការវិនិយោគនឹងត្រូវរាំងស្ទះយ៉ាងធ្ងន់ធ្ងរសម្ពាធពីសហគមន៍អាស៊ាននិងអន្តរជាតិប្រទេសសមាជិកអាស៊ានផ្សេងទៀតរួមទាំងមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិននិងអន្តរាគមន៍ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នេះរឿងនេះបើសិនបើផ្ទុះក៏ផ្ទុះរយៈពេលខ្លីដែរវាមិនបាទដល់5ថ្ងៃដូចលើកមុនទេបើផ្ទុះវាអាចផ្ទុះមកប្រើអញ្ចឹងណាបាទមកប្រើយកអាវពាក់តែប៉ុណ្ណឹងមានតែម៉េចមកប្រើហ្នឹងគឺយកដីតំបន់ភូមិព្រៃច័ន្ទជោគជ័យនេះតែម្ដងអានេះចង់និយាយអញ្ចឹងឥឡូវផ្លូវចេញវិញម្ដងថាតើមានផ្លូវចេញអត់ដើម្បីទប់ស្កាត់ជុំទី2រដ្ឋថៃបាទទាំងពីរនេះត្រូវតែធ្វើម៉េចទី1ប្រើប្រាស់យន្តការទ្វេភាគីដោយប្រើប្រាស់ GBC JBC RBC ក៏ប៉ុន្តែកម្ពុជារបស់យើងប្រើប្រាស់អានឹងជានិច្ចហ្នឹងក៏ប៉ុន្តែអាថៃនោះវាដំអូនវាកិច្ចកក់វាអត់ចង់មកប្រជុំបាទធ្វើម៉េចវាភ្លាមត្រូវតែបញ្ញាប់បើកកិច្ចប្រជុំបន្ទាន់ថ្នាក់យោធានិងការទូតជាន់ខ្ពស់ដើម្បីចរចាលើបញ្ហាភូមិជោគជ័យភូមិព្រៃច័ន្ទដោយដកការអនុវត្តច្បាប់ឯកតោភាគីចេញពីតំបន់នោះជាបណ្ដោះអាសន្នសិនណាហ្នឹងគេថាច្បាប់ព្រៃដែលយោធាថៃធ្វើអីតែប្រទេសប្រដាស់នឹងឯង
ទី2បង្ហាញការអត់ធ្មត់កម្រិតខ្ពស់ហើយនេះគឺកម្ពុជារបស់យើងកំពុងតែធ្វើរឿងនេះបាទភាគីទាំងពីរត្រូវតែជៀសវាងរាល់សកម្មភាពដែលជាការបង្កហេតុនិងធានាថាកម្លាំងយោធានិងនគរបាលនៅតាមព្រំដែនអនុវត្តការអត់ធ្មត់ជាអតិបរមាបាទនេះគឺមានផ្លូវចេញគឺប្រជុំធម្មតាទៅក៏ប៉ុន្តែថៃវាអុកឡុកវាបង្កបញ្ហាវាអត់ចង់ឲ្យយើងប្តឹងទៅកាន់តុលាការ ICJ បាទនេះគឺវាធ្វើអញ្ចឹងបើប្តឹងទៅវាអត់ដីហ្នឹងហើយបើអត់ដីវាលេងលះមួយទំហឹងតែម្ដងប្លន់យកតែម្ដងទៅធ្វើមិនវាបើវាខ្លាំងជាងបាទយើងបន្តអត់ធ្មត់វាអត់ដីណាអានេះក៏ប្របាក់បន្ទោសរដ្ឋាភិបាលមិនមែនគាត់បើកដៃឲ្យគេយកដីស្រស់ទេវាបាត់បង់កិត្តិយសគេឈ្មោះរបស់គាត់យល់ទេក៏ប៉ុន្តែធ្វើម៉េចយើងខ្សោយជាងគេអញ្ចឹងទេមានតែប្រើវិធីនៃការប្រើប្រាស់ការទូតតែប៉ុណ្ណឹងសូមជម្រាបឥឡូវសរុបមកវិញស្ថានភាពព្រំដែននៅតាមព្រំដែនកម្ពុជាថៃគិតត្រឹមថ្ងៃទី10 ដុល្លារ 2025នេះគឺមានភាពផុយស្រួយខ្លាំងណាស់ការផ្ទុះអាវុធជុំទី2គឺជាហានិភ័យជាក់ស្ដែងនិងខ្ពស់បំផុតលុះត្រាតែមានអន្តរាគមន៍ការទូតកម្រិតខ្ពស់ដើម្បីបន្ធូរបន្ថយភាពតានតឹងលើករណីអនុវត្តច្បាប់នៅតំបន់ព្រំដែនដែលមានចំនួននេះបាទនៅព្រៃច័ន្ទភូមិជោគជ័យជាក់ស្ដែងគឺមាន IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីដឹកនាំបាទអនុព័ន្ធយោធាឬក៏គេថាអ្នកសង្កេតការណ៍ណាចោះទៅពិនិត្យថតផុសតាងជាក់ស្ដែងទុកក្នុងទូរស័ព្ទដើម្បីប្រមូលរឿងនេះយកទៅថ្កោលទោសយកទៅនិយាយដាក់ចំកថាមុខសំពើក្បាល